សួស្តីប្រិយមិត្តដែលកំពុងតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855 នៅពេលនេះដែរខ្ញុំបានក៏សូមដកស្រង់លើកយកនៅអត្ថបទមួយដែលបានដាក់ចំណងជើងថាអណ្ដឹងនៅប្រទេសណាមានផ្កាយមើលច្បាស់ជាងគេអត់បាទឥឡូវនេះប្រិយមិត្តប្រកាសជាឆ្ងល់ថាតើនៅប្រទេសណាដែលមានផ្កាយមើលដែលយើងមើលទៅឃើញច្បាស់ជាងគេឥឡូវនេះខ្ញុំបានក៏សូមលើកយកនៅអត្ថបទនោះមកធ្វើការអធិប្បាយដែលមានដូចតទៅបាទផ្កាយមានពន្លឺចាំងព្រែកតូចដែលធ្វើឲ្យពេលរាត្រីស្រស់ស្អាតបំផុតតែដោយសារភាពជឿនលឿននៃការអភិវឌ្ឍធ្វើឲ្យផ្ទៃលំហបំពុលដោយភ្លើងអគ្គិសនីឡងធូលីនិងពពកដូចនេះមានតែផ្កាយប្រហែល500ប៉ុណ្ណោះដែលយើងអាចមើលឃើញនៅក្នុងទីក្រុងតែសំណាងដែរបើយើងទៅតាមទីជនបទងឹតយើងនឹងអាចមើលឃើញផ្កាយដោយភ្នែកទទេដល់ទៅ15000ផ្កាយខាងក្រោមនេះជាកន្លែងដែលអាចមើលផ្កាយបានស្អាតនិងច្បាស់ជាងគេបាទកន្លែងទី1គឺ Tenerife នៅលើកោះ Canary បាទ Canary នៅលើកោះ Canary បាទយើងមើលទៅឃើញផ្កាយច្បាស់ហើយច្រើនមែនទែនវាស្ថិតនៅតំបន់ខ្ពង់រាបជិតតំបន់ Equator ដែលនៅដាច់ឆ្ងាយពីទីក្រុង Morocco Tenerife គឺជាកោះមួយដ៏ធំហើយនៅទីនោះមិនអនុញ្ញាតឲ្យមានយន្តហោះឆ្លងកាត់ទេព្រោះគេចង់ថែរក្សាតំបន់នេះទុកសម្រាប់ដំណើរកម្សាន្តមើលផ្កាយនៅទីនោះគេមានបុណ្យ Stamos Festival ដែលតាក់ទងទៅនឹងវិទ្យាសាស្ត្រតន្ត្រីនិងសិល្បៈហើយគេក៏មានពិធីជប់លៀងដែលរៀបចំបែបលំហទ្វីបនិងតារាផងដែរតែបើជាធម្មតាគេតែងតែទៅកោះនេះពីខែមេសាដល់ខែធ្នូព្រោះយើងអាចដើរលេងជុំវិញកោះហើយជិះខ្សែកាបលើភ្នំភ្លើងTDនិងញ៉ាំអាហារពេលល្ងាចក្រោមពន្លឺផ្កាយប្រងព្រាតពេញមេឃទៀតផងហើយកន្លែងទី2ដែលខ្ញុំចង់លើកយកមកបង្ហាញនោះគឺសួន Jasper Natural Park នៅប្រទេសកាណាដាបាទយើងមើលទៅគឺស្រស់ស្អាតមែនទែននៅពេលរាត្រីបាទគេបោះតង់នៅកណ្ដាលវាលមើលទៅគឺស្រស់ស្អាតផ្លូវទៅសួននេះឆ្លងកាត់តាមព្រៃ Spruce និង Piney ហើយក៏ទៅដល់តំបន់ភ្នំដ៏ស្រស់ស្អាត Canadian Rocky វារឹតតែស្អាតនៅពេលយប់ជាមួយនឹងហ្វូងផ្កាយរាប់លាននៅក្នុងពិធីបុណ្យ Darksky Festival ចំណែកនៅពេលថ្ងៃគេមានការតាំងពិព័រណ៍ពីព្រះអាទិត្យយានទៅឋានព្រះច័ន្ទបាទនិងកែវពង្រីកសម្រាប់ក្មេងៗជាធម្មតាគេទៅលេងនៅខែវិច្ឆិកាតែបើយើងខកខានវេលានេះយើងអាចទៅលេងនៅរដូវផ្ការីកដើម្បីមើលទេសភាពតាមផ្លូវវាមានលក្ខណៈស្រស់ស្អាតមួយបែបទៀតទី3គឺសួន Cherry Spring State Park នៅ Pennsylvania នេះរឹតតែឃើញផ្កាយច្រើនមែនទែនតំបន់ Pennsylvania មិន
នៅមិនឆ្ងាយប្រមាណពីទីក្រុងមែនតែនៅឆ្នាំ2014គេប្រទះឃើញមានពន្លឺភ្លើងគ្រប់ពណ៌អូរ៉ូរ៉ាដល់ទៅ4ដងនៅទីនោះហើយនៅក្នុងឆ្នាំនេះអវកាសយានិកគ្រោងនឹងធ្វើពិធី Black Foresta Party នៅថ្ងៃទី11-13 កញ្ញាពិធីនេះពោរពេញទៅដោយអ្នកចូលចិត្តមើលផ្កាយយ៉ាងច្រើនបាទប្រិយមិត្តជាទីមេត្រីសម្រាប់អត្ថបទនេះដែរខ្ញុំបាទក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្ណេះអរគុណក្នុងការចំណាយពេលវេលាដ៏មានតម្លៃតាមដានព័ត៌មានជាមួយនឹង Channel YouTube Mr. 855នៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា